ដោយចេះញាតិញោមនៅក្នុងទស្សនៈរបស់ព្រះពុទ្ធសាសនាយើងប្រសង់គ្រប់អង្គគឺមានកិច្ចបដិបត្តិមានវិន័យហើយការអប់រំរបស់ព្រះពុទ្ធសាសនាយើងផ្ដោតទៅលើបញ្ញាមូលហេតុអីបានជាចាំបាច់ត្រូវផ្ដោតទៅលើបញ្ញាហើយហេតុអីបានជាយើងចាំបាច់ដឹងអំពីសារបានជាទូទៅញាតិញោមពុទ្ធបរិស័ទព្រះពុទ្ធអង្គលោកបានសម្ដែងហើយចំពោះភិក្ខុសង្ឃអង្គណាដែលបានប្រពធ្វើនៅកម្មវិធីកិច្ចដោយមិនបានដឹងអំពីប្រវត្តិដឹងអំពីសារបានឬក៏មិនបានដឹងអំពីផលប្រយោជន៍ហើយចេះតែដឹកនាំគេធ្វើដោយព្រើលដោយមិនដឹងហេតុដោយមិនដឹងផលបុគ្គលនោះដឹកនាំគេធ្វើនឹងត្រូវទោសចំពោះភិក្ខុសង្ឃដោយឡែកញាតិញោមដែលជាឧបាសកដែលជាឧបាសិកាដែលជាទាយុទាយិកាជាអ្នកឲ្យជាអ្នកផ្ញើទានចំពោះភិក្ខុសង្ឃប្រសិនបើធ្វើការងារធ្វើកិច្ចអ្វីមួយដោយមិនបានយល់អំពីប្រវត្តិនិងសារបានឬក៏សាវតាអត្ថប្រយោជន៍នៃខ្លឹមសារឬក៏គោលបំណងទេទានដែលញាតិញោមបានបំពេញទានដែលញាតិញោមបានធ្វើកិច្ចដែលញាតិញោមបានបំពេញបានធ្វើនោះប្រកាសជាបានទទួលផលនៅតិចឬក៏មិនបានទទួលផលដោយសារតែយើងធ្វើដោយមិនបានដឹងអំពីហេតុនិងសារបានព្រះពុទ្ធលោកអត់សរសើរចំពោះបុគ្គលណាដែលធ្វើកិច្ចការងារមួយដោយមិនមានបញ្ញាដោយមិនមានសតិស្មារតីសូម្បីតែការជឿនៅក្នុងព្រះពុទ្ធសាសនាក៏ដូចគ្នាញាតិញោមព្រះពុទ្ធលោកអត់ឲ្យជឿគ្រាន់តែនៅក្នុងកាលមសូត្រញាតិញោមព្រះពុទ្ធលោកមិនឲ្យយើងជឿព្រោះថាគម្ពីរមិនឲ្យយើងជឿព្រោះតែលោកគ្រូមិនឲ្យយើងជឿព្រោះតែលោកជាអាចារ្យជាអ្នកដឹកនាំទេឲ្យជឿដោយអីញាតិញោមឲ្យជឿដោយអីគឺឲ្យជឿដោយការត្រេះរិះពិចារណាបញ្ញាដោយខ្លួនឯងឧទាហរណ៍ថាបើសិនជាព្រះពុទ្ធអង្គលោកសម្ដែងថាជីវិតនេះស្ថិតនៅក្នុងអំណាចនៃសភាពអនិច្ចំទុក្ខំអនត្តាយើងតែងដល់នៅការវិនិច្ឆ័យប្រត់ប្រាស់ឬក៏ប្រពុតលោកសម្ដែងនៅក្នុងបកាយាថាមួយថាសង្ខារធម៌ទាំងឡាយមិនទៀងមែនពិតមានកិរិយាកើតឡើងនឹងវិនិច្ឆ័យទៅវិញជាធម្មតាព្រះពុទ្ធលោកសម្ដែងអញ្ចឹងមិនមែនឲ្យយើងជឿព្រោះការសម្ដែងរបស់ព្រះអង្គអញ្ចឹងទេឲ្យយើងនឹងមានបញ្ញាចាក់ធ្លុះដោយខ្លួនឯងហើយអាចពិចារណាអាចវិភាគដោយខ្លួនឯងថាអូណ៎ជីវិតយើងនេះវាមិនទៀងទាត់ពិតមែនជីវិតយើងនេះវាជាទុក្ខពិតមែនជីវិតនេះវាមិនមែនជារបស់ខ្លួនពិតមែនណែអាការជឿដោយហេតុនេះហើយទើបព្រះពុទ្ធអង្គលោកសរសើរ